កម្ពុជាឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការយោធាឥណ្ឌាត្រៀមជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជានិងគាំទ្របច្ចេកវិទ្យាការពារជាតិភ្នំពេញនាព្រឹកថ្ងៃទី30ខែមិថុនាឆ្នាំ2026ឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯកអឌីសេកអារ៉ូរ៉ានាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបតែតែងតាំងថ្មីចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងជំនួបនេះឯកឧត្តមអគ្គមេបញ្ជាការបានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌាដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្ដុះបណ្ដាលធនធានមនុស្សបង្កើនវគ្គសិក្សាជាច្រើនជំនាញឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជាឥណ្ឌាលើកទី2ក្នុងឆ្នាំ2026ដែលបានរួមចំណែកពង្រឹងសមត្ថភាពនិងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឯកឧត្តមវង្សពិសេនបានស្នើឲ្យភាគីឥណ្ឌាបន្តគាំទ្រការបណ្ដុះបណ្ដាលកងទ័ពកម្ពុជាការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិតការផ្លាស់ប្ដូរព័ត៌មានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយបេសកកម្មរក្សាសន្តិភាពការដោះមីនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពការធ្វើសមយុទ្ធរួមនិងការចូលចតនាវាការឆ្លើយតបលោកវរសេនីយ៍ឯកអឌីសេកអារ៉ូរ៉ាបានបង្ហាញនូវក្តីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជាឥណ្ឌាលោកបានកោតសរសើរចំពោះសមត្ថភាពរបស់កងទ័ពកម្ពុជាក្នុងការចូលរួមសមយុទ្ធរួមទាំងពីរលើកដែលទទួលបានលទ្ធផលល្អប្រសើរលោកក៏បានបញ្ជាក់ថាឥណ្ឌាស្វាគមន៍និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជាក្នុងការបណ្ដុះបណ្ដាលនិងពង្រឹងសមត្ថភាពកងយុទ្ធពលខេមរៈភូមិន្ទស្របតាមតម្រូវការជាក់ស្ដែងលើសពីនេះឥណ្ឌាដែលមានភាពជឿនលឿននៅក្នុងឧស្សាហកម្មការពារជាតិក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យានិងឧបករណ៍ទំនើបដូចជាឧបករណ៍ដោះមីននិងដ្រូនស៊ើបការជាដើមជាមួយគ្នានេះឯកឧត្តមនាយឧត្តមសេនីយ៍វង្សពិសេនបានសម្ដែងនូវការពេញចិត្តនិងថ្លែងអំណរគុណចំពោះភាគីឥណ្ឌាដែលបានបន្តយកចិត្តទុកដាក់និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជាដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។